មករំលឹកអនុស្សាវរីយ៍ឆ្លងសាឡាងដោយសារតែត្រូវវាស់ដីនៅត្រើយម្ខាងអញ្ចឹងណាហើយសាឡាងនេះបងប្អូនហើយធ្លាប់ឆ្លងតាំងពី20ឆ្នាំមុនឥឡូវគឺថាមកឆ្លងសារជាថ្មីម្ដងទៀតនិយាយថារៀងភ័យអញ្ចឹងណាក្មេងៗពេលដល់រដូវធ្វើប្រាំងបងប្អូននិយាយពីថាអ្នកម្ដាយលោកឪពុកខ្ញុំគឺនាំខ្ញុំទៅធ្វើប្រាំងអញ្ចឹងណាហើយម្ដងទៅឡើងកន្លះខែណោះបានមកវិញអញ្ចឹងណាឆ្លងសាឡាងបែបនេះឯងបងប្អូនហើយថ្ងៃនេះគឺថាត្រូវវាស់ដីអញ្ចឹងណាក៏ត្រូវឆ្លងសាឡាងទៅបងប្អូនមើលមកខ្ញុំនិយាយពីថាអូបងប្អូនក្តៅខ្លាំងមែនតែនមើលតែបន្តិចបានហើយបងប្អូននេះមកមើលទស្សនវិជ្ជានៅលើសាឡាងវិញម្ដងទស្សនវិជ្ជានិយាយពីថាស្រស់ស្រាយខ្លាំងមែនតើដោយសារអីមេឃនិយាយពីថាបាក់ថ្ងៃចេះតែម្ដងបាក់ថ្ងៃណាមានបណីទេបងប្អូនហើយវាថាពេលយប់ហ្នឹងគឺមេឃភ្លៀងអញ្ចឹងហើយពេលព្រឹកឡើងគឺថាបាក់ថ្ងៃល្អខ្លាំងមែនតើនេះជាទស្សនវិជ្ជានៅជុំវិញពេលដែលសាឡាងកំពុងតែចេញដំណើរអញ្ចឹងណាឥឡូវគឺថាឡើងទៅលើសាឡាងមកគឺជិះម៉ូតូបន្តដំណើរទៅទៀតដើម្បីទៅដល់ដីត្រូវវាស់អញ្ចឹងណាហើយពេលដែលមកដល់គឺថាមេភូមិកំពុងតែពិភាក្សារឿងវាស់វែងដីអញ្ចឹងណាហើយលើកទី1ផងខ្ញុំហើយទៅតែស្គាល់មេភូមិនៅស្រុកភូមិនេះឯងបងប្អូនដោយសារតែដីនេះគឺនៅឆ្ងាយពីស្រុកភូមិអញ្ចឹងណាត្រូវឆ្លងទន្លេឆ្លងសាឡាងបានមកដល់ដីប្រាំងហ្នឹងហើយមេភូមិនេះគឺថាខ្ញុំទៅតែស្គាល់លើកទី1នឹងតែម្ដងបើថាមកម្នាក់ឯងវិញចាប់ឲ្យបងប្អូនគឺអត់ស្គាល់ដីខ្លួនឯងហ្មងនិយាយថាអូបងប្អូនដល់ឃើញព្រៃទុយណោះហើយបើថាមកកន្ទុយខាងនេះវិញគឺថាណបងប្អូនវែងឡាយហ្មងព្រោះដីនៅនេះពីហាត់ជាងបងប្អូននិយាយថាអូយបងប្អូននិយាយទៅគឺថាអ្នកម្ដាយលោកឪពុកក៏អត់មានទ្រព្យសម្បត្តិមាសប្រាក់អីចែកឲ្យកូនចៅទេប៉ុន្តែគឺថាគាត់មានដីដ៏ធំដ៏ច្រើនមែនតែនចែកឲ្យកូនចៅអញ្ចឹងណាហើយនេះបងប្អូននេះដីខ្ញុំនេះបងប្អូនព្រោះថាខ្ញុំមកម្នាក់ឯងគឺអត់ស្គាល់ហ្មងនិយាយទៅចូល20ឆ្នាំជាងបងប្អូនមិនធម្មតាទេគឺថាមកនឹងរកដីមិនឃើញហើយមកនឹងគឺថា99.9% គឺថាប្លែកខ្លាំងមែនតែនឡងវាលអស់លេងហើយអ្នកណាទៅស្គាល់ដីបងប្អូនមកឃើញដីបងប្អូនហើយនិយាយថា Oh my god ដីមិនមែនតិចតួចទេបងប្អូនដីពីហាត់ជាងហើយនៅមួយកន្លែងទៀតខ្ទង់មួយហាត់ជាងទៀតប៉ុន្តែមួយកន្លែងទៀតប្រហែលជាស្អែកបានវាស់អញ្ចឹងណាថ្ងៃនេះវាស់បានតែមួយកន្លែងហ្នឹងទេបងប្អូនហើយខ្ញុំអត់មាននិយាយទៅបានតែដើរថតទេបងថ្លៃខ្ញុំគឺអ្នកជូនអ្នកបោះដីមើលដីធំណាអញ្ចឹងណានិយាយទៅខ្ញុំមកហ្នឹងគឺថាបានតែដើរពីក្រួយហើយមើលថតអីអញ្ចឹងទេបើថាតាមតាមកប្រាប់ច្អល់ប្រាប់គេធំណាដីធំណាគឺអត់មានស្គាល់សោះបងថ្លៃខ្ញុំទេអ្នកច្អល់ប្រាប់ដីធំណាអីអញ្ចឹងណាការវាស់ដីហ្នឹងខ្ញុំអត់មកក៏បងថ្លៃខ្ញុំវាស់បានដែរប៉ុន្តែដោយសារតែខ្ញុំចង់ឃើញដីអញ្ចឹងណា20ឆ្នាំជាងបើថាខ្ញុំមិនមកពេលវាស់ដីហ្នឹងទេគឺថាមិនបានឃើញដីហ្នឹងទេឥឡូវគឺថាវាស់ដីរួចរាល់ហើយដោយសារតែដីនៅឆ្ងាយពីផ្ទះអញ្ចឹងពេលដែលមកវាស់ដីគឺថាវិចបាយម្ហូបមកជាមួយបន្ទាប់ពីហូបបាយរួចរាល់ហើយគឺថាបងថ្លៃខ្ញុំជូនខ្ញុំទៅមើលដីមួយកន្លែងទៀតព្រោះដីមួយកន្លែងទៀតខ្ទង់ប្រហែលជាអាចនឹងវាស់ស្អែកអញ្ចឹងណាហើយដីនៅនេះខ្ទង់មហាត់ជាងចៃដន្យនេះបងថ្លៃខ្ញុំក៏ស្គាល់ដីនៅនឹងដែរអញ្ចឹងមានតែឲ្យពូហ្នឹងគាត់ជូនទៅដោយសារគាត់ជួលដីខ្ញុំធ្វើស្រូវប្រាំងរយៈពេល20ឆ្នាំអញ្ចឹងណាអញ្ចឹងគឺគាត់ស្គាល់ទីតាំងដីនឹងច្បាស់ហ្មងហើយពេលដែលគាត់ច្អល់ប្រាប់ដីនៅនោះហើយគឺថាទៅផ្ទះវិញហើយបងប្អូនដោយសារតែថ្ងៃហ្នឹងគឺអត់បានវាស់ដីនៅម្ដុំហ្នឹងទេតើតាស្អែកអញ្ចឹងណាអញ្ចឹងស្អែកដូរឲ្យប្អូនខ្ញុំមកម្ដងឥឡូវគឺថាខ្ញុំត្រូវជិះម៉ូតូត្រឡប់ទៅផ្ទះវិញហើយត្រូវឆ្លងសាឡាងទៅផ្ទះវិញតែម្ដងឥឡូវទស្សនវិជ្ជាពេលដែលចុះសាឡាងបងប្អូននិយាយថាយើងភ័យស្រាវដែរអញ្ចឹងណាដោយសារតែអូយខំឆ្លងសាឡាងនេះរៀងយូរដែរហើយបងប្អូនតែគាត់ថាសាឡាងនេះធំណាបងប្អូនបើការខ្ញុំឆ្លងនៅទូចណាសាឡាងអត់ធំអញ្ចឹងទេប៉ុន្តែសាឡាងនេះរៀងចង់និយាយថារៀងមានសុវត្ថិភាពដែរអញ្ចឹងណាវីដេអូខ្ញុំមានតែប៉ុណ្នេះបងប្អូនជួយ like ជួយ share ជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូកម្សាន្តវីដេអូចែករំលែកថ្មីហើយក៏អរគុណមែនតែនជាមួយនឹងបងប្អូនដែលគាត់តាមវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយទោះបីជាខ្ញុំហាត់ថ្ងៃហាត់ក្តៅមិនក៏ដោយបងប្អូនជឿជាក់ជាមួយនឹង scrap របស់ខ្ញុំហ្មងនេះជា brand របស់ខ្ញុំផ្ទាល់ហ្មងបងប្អូនទោះបីហាត់ភ្លៀងហាត់ថ្ងៃបែកញើសមិនក៏ដោយបងប្អូនគឺធានាជូនថាធ្វើឲ្យស្បែកយើងសភ្លឺសមាត់សលងហើយបំបត្តិក្លិនខ្លួនក្លិនសាក្លិនក្លៀកគឺល្អប្រើខ្លាំងមែនតែនជាមួយនឹងបងប្អូនដែលគាត់ចង់បានប្រភេទ scrap នេះគឺថា promotion ជូនបងប្អូនមួយឈុតត្រឹមតែ 32,000 បងប្អូនចង់សាកប្រើបងប្អូនអាចឆាតចូល page បានណាអរគុណជាមួយបងប្អូនដែលគាត់តាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាយបាយ